ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងរៀនស្លការីទាំងអស់គ្នាបងប្អូនស្លការីនិយាយរួមទៅសម្រាប់ផ្ទះមួយមានតិចនិចខុសគ្នាអញ្ចឹងណាបងប្អូនចាអានេះស្លការីខ្ញុំស្លទៅគេច្រើនតសារថាឆ្ងាញ់អញ្ចឹងណាបងប្អូនចានេះរូបមន្តរបស់ខ្ញុំនេះខ្ញុំធ្វើឲ្យស្អាតទាំងអស់ឲ្យបងប្អូនខ្ញុំខ្ជិលថតបង្ហាញបងប្អូនពេលដែលយើងធ្វើបន្លែធ្វើអីហាន់សាច់ហាន់អីអញ្ចឹងណាវានាំឲ្យយូរអញ្ចឹងណាព្រោះអីស្លការីយើងវារៀងវែងដែរអញ្ចឹងណាបងប្អូនអញ្ចឹងនេះគ្រឿងផ្សំខ្ញុំធ្វើឲ្យស្អាតអស់បន្លែរបស់យើងចាខ្ញុំមានការ៉ុតដលងជ្វារបស់យើងហ្នឹងចានេះស្ដាយគួរអ្នកខ្លះទីគេក៏ប្រើខ្ទឹមបារាំងតែខ្ញុំអត់ប្រើទេបងប្អូនចានេះសាច់មាន់ជើងមាន់ចាឈាមមាន់របស់យើងបងប្អូនចានេះគ្រឿងផ្សំគ្រឿងកូរផ្សំមានដូចជាគល់ស្លឹកគ្រៃម្ដេងគ្រាប់ផ្កាច័ន្ទចាហើយនឹងស្លឹកក្រូចចានេះខ្ទឹមសហើយនឹងខ្ទឹមក្រហមបងប្អូនខ្ញុំយកទៅកិនហើយស្រេចអញ្ចឹងបងប្អូនចង់ច្រាមក៏បានដែរចាដែលមិនអាចខ្វះបានគឺទឹកដោះគោខាប់ចាខ្ទិះដូងចុងខ្ទិះដូងដើមចាសណ្តែកដីចានេះគ្រឿងបុកចាគ្រឿងបុករដងខ្ញុំស្លខ្ញុំអត់ដែរបុកគ្រឿងខ្ញុំដំតកុលលក្រីអញ្ចឹងណាបងប្អូនតែនេះខ្ញុំរៀងលួចបន្ថែមតិចអញ្ចឹងណាបងប្អូនចានេះកាពិចាហើយនឹងម្ទេសឆ្អើរក្រហមដែលយើងច្រាមហើយបងប្អូនតោះយើងទៅមើលវិធីសាស្ត្រស្លទាំងអស់គ្នាបងប្អូនចាឥឡូវហ្នឹងខ្ញុំដាក់ប្រេងឆាហើយខ្ញុំក៏ចាក់ម្ទេសនេះម្ទេសក្រហមដែលយើងច្រាមហ្នឹងយើងចាក់ហាក់ចូលមកជាមួយនឹងប្រេងឆាមកបងប្អូនចង់ឲ្យប្រេងម្ទេសនឹងក្រហមល្អបងប្អូនលួចស្ករក្រហមពេកដើម្បីកូរជាមួយនឹងម្ទេសក្រហមរបស់យើងនឹងដើម្បីវាឡើងពណ៌ក្រហមស្អាតអញ្ចឹងណាបងប្អូនចាឥឡូវនេះបានរៀងឡើងពណ៌រៀងក្រហមខ្ញុំក៏ចាក់គ្រឿងបុកចូលចាគ្រឿងបុកហើយលីងរៀងឈ្ងុយតិចទៅបានខ្ញុំចាក់គល់ស្លឹកគ្រៃម្ដេងអីខ្ញុំប្រាប់បងប្អូនមុនហ្នឹងគឺដាក់ចូលគ្នាលីងជាមួយនឹងគ្រឿងរបស់យើងហ្នឹងគឺឲ្យវាឈ្ងុយដូចគ្នាចាឲ្យឈ្ងុយដូចគ្នាទៅចាំរៀងឈ្ងុយតិចទៅចាំបងប្អូនចាក់ខ្ទឹមសខ្ទឹមក្រហមចូលអញ្ចឹងណាបងប្អូនចាលើចាក់ខ្ទឹមសខ្ទឹមក្រហមចូលហើយបងប្អូនលីងវារៀងឈ្ងុយដូចគ្នាឲ្យឡើងឈ្ងុយហើយចាបងប្អូនដាក់កាពិចូលចាកាពិហ្នឹងក៏បងប្អូនលេងចូលជាមួយនឹងគ្រឿងហ្នឹងឲ្យរៀងឈ្ងុយដូចគ្នាឲ្យសប់ចូលគ្រឿងនឹងគ្នាទៅចាបងប្អូនដាក់នេះផ្កាច័ន្ទរបស់យើងដាក់ចូលបន្តិចទៅចាហើយបន្ទាប់ពីហ្នឹងមកទៀតមកគឺគ្រឿងការីចាគ្រឿងការីបងប្អូនចាក់តែល្មមបានហើយចាចាក់តែល្មមបានហើយព្រោះឲ្យយើងត្រូវការគ្រឿងការីហ្នឹងយកទៅពេលដែលការីរបស់យើងឆ្អិនគឺយើងចាក់ថែមពីលើទៀតដើម្បីវាឈ្ងុយគ្រឿងការីអញ្ចឹងណាបងប្អូនចាឥឡូវនេះគ្រឿងរបស់យើងបានសប់ហើយឈ្ងុយហើយខ្ញុំក៏ចាក់សាច់មាន់ចូលចាដើម្បីម្លិញចូលជាតិឲ្យចូលជាតិជាមួយនឹងគ្រឿងរបស់យើងហ្នឹងបងប្អូនចាចង់និយាយថាស្លការីបងប្អូនស្លជើងជ្រូកក៏បានចាស្លឆ្អឹងជំនីក៏បានតាមចំណង់ចំណូលចិត្តបងប្អូនអញ្ចឹងណាដែលយើងចង់បានសាច់ណាគឺយើងស្លសាច់ហ្នឹងទៅអញ្ចឹងណាចាឥឡូវនេះខ្ញុំផ្សំគ្រឿងខ្ញុំដាក់ទឹកត្រី2 វែកចាហើយនឹងប៊ីចេងស៊ុបខ្នុរចាស៊ុបខ្នុរហើយនឹងអំបិលចាបងប្អូនលៃលោកតាមហ្នឹងទៅហើយនឹងស្ករក្រាមបើបងប្អូនអត់ចង់ដាក់ស្ករក្រាមក៏បានដែរបងប្អូនដាក់តែស្ករក្រហមសុទ្ធទៅក៏បានដែរចាតែខ្ញុំលួចស្ករក្រាមអញ្ចឹងណាបងប្អូនចាហើយបន្ទាប់ពីហ្នឹងមកទៀតបងប្អូនច្បល់សាច់នឹងចូលជាតិឲ្យរៀងខ្សោះទឹកប្រៃហើយនេះចានេះខ្សោះទឹកប្រៃអញ្ចឹងបងប្អូនចាក់ខ្ទិះចុងរបស់យើងចូលខ្ទិះចុងដែលខ្ញុំប្រាប់បងប្អូនមុនក្បាលវីដេអូហ្នឹងបងប្អូនចាបងប្អូនចាក់ចូលទៅបើបងប្អូនថាស្លការីហ្នឹងទឹកវារៀងស្ទើចាក់ខ្ទិះចុងទៅរៀងស្ទើបងប្អូនអាចថែមទឹកសរបស់យើងបន្ថែមទៀតចឹងណាចានេះបងប្អូនឥឡូវនេះបានរៀងពុះហើយខ្ញុំក៏ដាក់សណ្តែកដីចូលចាសណ្តែកដីចាហើយនឹងទឹកដោះគោខាប់បងប្អូនអាចខ្វះបានគឺទឹកដោះគោខាប់ដើម្បីជួយឲ្យស្លការីរបស់យើងឆ្ងាញ់គឺបងប្អូនត្រូវតែដាក់ទឹកដោះគោខាប់ចាដើម្បីឲ្យវាមើលទៅពណ៌ការីហ្នឹងវាស្អាតហើយវាមានឆាប់ចាប់ជាតិបានឆ្ងាញ់ទៀតស្លការីរបស់យើងចឹងណាបងប្អូនចានេះតិចនិចរបស់ខ្ញុំដែលខ្ញុំស្លរដងដែលមិត្តភ័ក្តិគាត់សរសើរថាឆ្ងាញ់មកគឺខ្ញុំស្លដាក់ទឹកដោះគោចឹងណាបងប្អូនចាឥឡូវសាច់របស់យើងរៀងផុយខ្ញុំក៏ដាក់ដលងហើយនឹងការ៉ុតរបស់យើងចូលចាឈាមអីបងប្អូនចាំដាក់តាមក្រោយទៀតទៅដល់នេះបន្លែយើងរៀងផុយទៀតហើយខ្ញុំក៏ដាក់ឈាមចូលចាដាក់ឈាមចូលហើយបងប្អូនងាស់មកអំពុះទៀតការីរបស់យើងឆ្អិនហើយបងប្អូនឆ្អិនហើយអញ្ចឹងខ្ញុំក៏ដាក់សណ្តែកគួរចាសណ្តែកគួរហ្នឹងយើងអត់ងាស់យូរទេបងប្អូនងាស់តែមកពុះដូចគ្នាក៏បើយើងងាស់យូរវាទៅជាលួយអញ្ចឹងណាបងប្អូនចាឥឡូវនេះខ្ញុំចាក់ខ្ទិះដើមជាមួយនឹងសណ្តែកគួររបស់យើងចូលហើយខ្ញុំរោយស្លឹកក្រូចឲ្យវាឈ្ងុយហើយនឹងគ្រឿងការីដែលខ្ញុំប្រាប់បងប្អូនមុនហ្នឹងមិញហ្នឹងចាក់វាមកល្មមទៅលើស្លការីរបស់យើងទៅយើងកូររៀងមកអំពុះទៅបានហើយបងប្អូនលើកចុះមកចានេះមកពុះឲ្យបងប្អូនចានេះឥឡូវបានឆ្អិនស្លការីរបស់យើងបងប្អូនចាតនេះបងប្អូនធ្វើសាច់ញ៉ាំទៅស្លការីរូបមន្តរបស់ខ្ញុំនេះគឺឆ្ងាញ់បើអត់ឆ្ងាញ់អត់យកលុយបងប្អូនធានាមកឆ្ងាញ់ចឹងហ្មងចាហើយបងប្អូនពេញចិត្តវីដេអូខ្ញុំជួយ Subscribe ឈីណែខ្ញុំម្នាក់មួយផងបងប្អូន